ត់នេះនិយាយពីរសជាតិអានេះថាតាពាំងសាច់មាន់ជាមួយតាពាំងផ្អែមហើយអានេះអំពិលបុកជាមួយកាពឹសគេញ៉ាំជាមួយសាច់មាន់នេះអានេះសាច់មាន់នេះមាន់ស្រែដែរសាច់គេនឹងស្វិតហើយដល់ពេលអានេះទឹកស៊ុបគេទឹកស៊ុបញ៉ាំងៅប៉ុន្តែក៏មានរសជាតិដែរអានេះពីខ្ញុំទៅយើងអាចទទួលយកបានទាំងតម្លៃទាំងរសជាតិហើយឥឡូវសួរអារម្មណ៍ធីមអ្នកគ្រូខ្ញុំវិញមកដល់ថ្ងៃនេះញ៉ាំបាយជុំគ្នាហើយកំងម្ហូបកូនសិស្សអានេះរ៉េតបែបខ្លួនឯងមិនមែនរ៉េតយកយល់គ្នាណាចង់និយាយថាកន្លែងនេះអស់មួយផ្នែកហើយនៅសល់តែពេលនេះទេនេះតិចទៀតនេះទុកប្រហើចុងក្រោយហើយអំពិលបុកគាត់ឆ្ងាញ់ហើយបើនិយាយពីរសជាតិសាច់មាន់វិញដោយសារតែយើងផ្ទះយើងក៏មានចំមាន់ដែរមេអញ្ចឹងយើងដឹងថារសជាតិសាច់មាន់ហ្នឹងគឺមាន់ស្រែចំពិតហើយឆ្ងាញ់រសជាតិឆ្ងាញ់បើខ្ញុំវិញម្ហូបនេះខ្ញុំមិនដែរញ៉ាំទេដោយសារខ្ញុំចាញ់ក្លិនខាងលើហ្នឹងអត់ចាតែនេះឆ្ងាញ់អត់ឆ្អាបទេបងអត់ឆ្អាបអត់ក្លិនហើយខ្ញុំញ៉ាំបានអត់ល្វីងទៀតគ្រូខ្ញុំគាត់ធ្វើខ្លួនឯងអញ្ចឹងម្ហូបគាត់នេះអាចនិយាយបានថាបើខ្ញុំហូបបានអ្នកផ្សេងហូបបានបើនិយាយពីតម្លៃវិញណាបើមេគាត់និយាយមកខ្ញុំអត់ជឿហួសចិត្តមកដោយសារខ្ញុំឡើងមកពេញម្ដងបាយមួយពេលពីអ្នកប្តីយ៉ាងតិចក៏50000ដល់70000ហើយបាយតែមួយចានអីម្ហូបតែមួយចានដូចគ្នាអញ្ចឹងបើមកលើក្រោយទៀតប្រហែលជាសុំមេប្រម៉ងបានមកដែរអញព្រោះវាឆ្ងាញ់មុនដំបូងខ្ញុំនិយាយពីតម្លៃចាតម្លៃ11000ខ្ញុំគិតថាมันថ្លៃទៅធូរថ្លៃហ្មងណាហើយឆ្ងាញ់បាយវិញទុនហើយមានជាតិហើយបើសាច់មាន់ដូចអ្នកគ្រូគាត់និយាយចឹងគឺយើងធ្លាប់ញ៉ាំមាន់ស្រែយើងដឹងថាមាន់ស្រែវាមានក្លិនឈ្ងុយបែបមាន់ស្រែតើតែក្លិនហ្នឹងគឺយើងដឹងថាវាជាមាន់ស្រែហ្មងចាំផ្ញើវីដេអូនេះទៅឲ្យម្ចាស់ផងចាំឲ្យម្ចាស់ខំប្រឹងតិចទៀតទោះតែឥឡូវយើងចាប់ផ្ដើមថ្មីថ្ងៃហ្នឹងគាត់ចាប់ផ្ដើមថ្មីថ្ងៃហ្នឹងមកថ្ងៃហ្នឹងមានតែជុំពោគាត់ឲ្យមានតែជុំគាំទ្រច្រើនហើយចាំឲ្យហូបគាត់ឆ្ងាញ់តម្លៃហើយសំរុំទៀតបើអត់មានអ្នកស្គាល់អីយើងកុំតន់អារម្មណ៍សំខាន់គុណតម្លៃរបស់យើងថាយើងត្រូវធ្វើមិនឲ្យម្ហូបយើងនឹងវារសជាតិឆ្ងាញ់អនាម័យហើយស្រឡាញ់ជាតិពិតប្រាកដដែលយើងចង់គ្រប់គ្រងផលិតផលរបស់ម៉ែយើងទោះវាថ្លៃតិចព្រោះមាន់ស្រែថ្លៃហើយពិបាកទិញនៅក្រៅយើងណាតែគាត់អាចរកទិញបានដោយសារអ្នកស្រុកអ្នកភូមិអីចឹងណាហ្នឹងហើយអញ្ចឹងសង្ឃឹមថាក្នុងវីដេអូនេះដូចគ្នាបងប្អូនកុំភ្លេចជួយគ្រប់គ្រងផងជាកូនសិស្សរបស់ខ្ញុំដែលខ្ញុំបង្វឹកគាត់ឲ្យគាត់ធ្វើអាជីវកម្មនឹងហើយជួយមើលហាងជួយអីចឹងណាឥឡូវគាត់ចាប់ផ្ដើមកកើតហើយអញ្ចឹងបងប្អូនអាចគ្រប់គ្រងបានអាចកំងគេថាចំអិនជូនអ្នកហើយរៀបជូនអ្នកទៀតរៀបជូនអ្នកហ្នឹងបានន័យថាបងប្អូនចង់ទៅប្រឡងអាំងៅអញ្ចឹងណាបងប្អូនអាចកំងបានគាត់មានមាន់ស្រែគាត់មានគ្រឿងអីមកសពយើងយកទៅចំអិនខ្លួនយើងទៅចង់ឆាតាពាំងអីចឹងយើងគ្រាន់តែដាក់ចំអិនខ្លួនយើងគ្រាន់លោថារសជាតិខុសគ្នាអញ្ចឹងអាហ្នឹងគេមានរៀបឲ្យចឹងទៀតអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូពួកខ្ញុំ